ឲ្យតែនៅមានជីវិតគឺល្អហើយលោកជឿនដឺហៅហាងខ្ញុំ3ថ្ងៃហើយអត់មានអីលក់ទេឡានចូលអត់រួចផងលោកជួយជួសជុលផ្លូវបានទេខ្ញុំលោកជួយជួសជុលផ្លូវបានទេពូជឿនស្ដាប់បរិយផ្ទះខ្ញុំរលួយអស់ពាក់កណ្ដាលហើយពូជួយនិយាយអ្វីមួយមកផ្លែឈើរីផ្ទះលោកចៅខូចអស់ហើយលោកដឹងអត់ឥឡូវពួកលោកមកបន្ទោសខ្ញុំចុះកាលពីមុនអ្នកណាដែលតាមខ្ញុំទៅផ្ទះលីងយួនអ្នកណាដែលស្រែកចង់បានលុយលោកជាអ្នកញុះញង់នាំមកគេឥឡូវបែរជាចង់មកទម្លាក់កំហុសលើពួកយើងបើគ្មានលោកតើពួកយើងអ្នកណាទៅហ៊ានបង្កចំនួនជាមួយលីងយួនប៉ាតោះត្រឡប់ទៅផ្ទះវិញត្រឡប់ទៅផ្ទះធ្វើអីពួកគេមានសិទ្ធិអីគឺដោយសារតែលិខិតប្តឹងផ្តល់នោះជារបស់លោកសរសេរនឹងឯងលោកទៅណាទៅទីរួមស្រុកស្នាក់នៅ2ថ្ងៃផ្លូវដាច់ហើយស្ពានក៏បាក់ផ្លូវទៅអត់រួចផ្លែឈើលួយពេញដីតើត្រូវធ្វើម៉េចទៅកាលពីមុនខ្ញុំបានប្រាប់ហើយថាកុំតាមទៅរករឿងជាមួយឈឿនដឺហៅទៀតអីឯងនិយាយរឿងនឹងទៀតមានប្រយោជន៍អីទៅគម្រោងកែសម្រួលផ្លូវខេត្តត្រូវបានអនុម័តហើយប៉ុន្តែត្រូវការស្ពានមួយមកបំពេញបន្ថែមថ្នាក់ខេត្តគេថាបើភូមិយើងរៃអង្គាសថវិកាបានខ្លះរដ្ឋនឹងទម្លាក់ថវិកាឲ្យត្រូវរៃអង្គាសប៉ុន្មាន300000មានរឿងអីគ្មានរឿងអីធំដុំទេគ្រាន់តែជារឿងស្ពាននឹងលីនយួនពួកយើងខុសហើយកុំប្រកាន់អីណាត្រឡប់ទៅសាងសង់ស្ពានវិញទៅលើកនេះពួកយើងធានាថាមិនរីកាទៀតទេធានាថាមិនរីកាមែនទេធានាទាំងភូមិម៉ងអ្នកណាហ៊ានរីកាទៀតអ្នកនោះជាកូនចៅសាងសង់ឡើងវិញបានពួកអ្នកសង្លុយ200,000ដែលជំពាក់លើកមុនមកសិនមកចាត់ទុកថាខ្ញុំឲ្យពួកអ្នកខ្ចីចុះ200,000លីងយួនមិនមែនអ្នកថាស្ពាននឹងចំណាយអស់200,000ទេហេចុះមិនមែនលក់បាន80,000ហើយទេហេចុះ120,000ទៀតទៅណាអ្នកឥឡូវមិននៅភូមិទៀតទេស្ពាននឹងសាងសង់ទៅអ្នកក៏មិនបានប្រាដែរចាំបាច់អីពួកយើងត្រូវចេញ120,000ហ្នឹងមកនិយាយការពិតទេទៅឲ្យឆ្ងាយពេលស្ពានឲ្យប្រាដោយឥតគិតថ្លៃនាំគ្នាថាអត់បានលុយដល់ស្ពានរលំនាំគ្នាថាអត់អ្នកជួសជុលជីវិតពួកអ្នកនឹងសំតែដើរផ្លូវភពនឹងហើយពួកអ្នកនៅមិនទាន់យកទៀតខ្ញុំមិនខ្វះលុយ200,000នឹងទេណាអ្វីដែលខ្ញុំចង់ឃើញគឺពួកអ្នកហ៊ានចំណាយលុយសង្ថ្លៃដែលបានប្រមាថខ្ញុំដែរឬអត់ចម្លើយគឺពួកអ្នកបានឲ្យខ្ញុំរួចហើយត្រឡប់ទៅវិញទៅលោកលូយៀនឥឡូវលោកខ្លាចជាមនុស្សមីញឹកហើយមិនខ្វល់ពីលុយតិចតួចនឹងមែនទេតែពួកយើងគាត់នឹងមិនចង់ជួសជុលទេតើឯងស្ដាប់មិនចេញទេហេគាត់ចង់ធ្វើបាបពួកយើងច្បាស់ហ្មងគាត់ថាខ្ចីទេមិនមែនឲ្យទេណាជួសជុលរួចចាំបងថ្លៃឆ្លងស្ពានសងគាត់បន្តិចម្ដងទៅថ្លៃឆ្លងស្ពានគាត់លេងនៅភូមិនឹងហើយស្ពាននឹងសង់ទៅគាត់ក៏មិនបានប្រើដែរចុះហេតុអ្វីត្រូវឲ្យពួកយើងចេញលុយនឹងហើយគាត់ទៅនៅឯក្រុងបាត់ស្ពាននឹងសម្រាប់ពួកយើងប្រើទេវាអត់សមហេតុផលសោះការគាត់សង់ស្ពាននឹងគាត់ចំណាយអស់200,000ឯណោះពួកឯងម្នាក់មិនបានចេញសំបីតែមួយសេនតែមិនអាចយកមកគិតគូររឿងចាស់បែបនេះបានទេឥឡូវគាត់ឲ្យពួកឯងរៃលុយគ្នានឹងហើយដែលហៅថាគិតគូររឿងចាស់ចុះកាលពីមុនពួកឯងបង្ខំឲ្យគាត់ចែកលុយមិនមែនគិតគូររឿងចាស់ដែរចុះបើពួកយើងទៅចរចាជាមួយគាត់វិញទៅរៃលុយតិចជាងនេះបន្តិចដូចជា10,000ឬ50,000អីចឹង50,000ក៏ពួកយើងរកមិនបានដែរគាត់នៅមិនទាន់ទៅណាទេលីងយួនពួកយើងទៅចរចាជាមួយគាត់ម្ដងទៀតទៅពួកឯងនៅមិនទាន់យកទៀតខ្ញុំមិនខ្វល់រឿងលុយ200,000នឹងទេអ្វីដែលខ្ញុំចង់ឃើញគឺពួកឯងសុខចិត្តចេញលុយសំបីតែមួយសេនដើម្បីជួសជុលផ្លូវខ្លួនឯងដែរឬអត់លទ្ធផលគឺអ្នកទាំងពីរដឹងហើយតោះត្រឡប់ទៅវិញទៅលីងយួនឲ្យឥឡូវអ្នកខ្លាចជាមនុស្សមីញឹកខ្លាំងណាស់មិនខ្វល់ពីលុយតិចតួចនេះទេប៉ុន្តែពួកអ្នកយ៉ាងម៉េចកាលពីមុនខ្ញុំម្នាក់ឯងរ៉ាប់រងលុយ200,000តើមានអ្នកណាធ្លាប់និយាយពាក្យថាពួកយើងក៏ដែរឬទេពូឈិនលីងយួនគេមិនព្រមទេគេថាត្រូវរកលុយឲ្យគ្រប់200,000អញ្ចឹងរកទៅរកទាំងភូមិនឹងទៅបើរកមិនបានទេគឺត្រូវទៅលុតជង្គង់សុំគេមួយផ្ទះម្ដងសម្រាប់ហើយផ្លូវថ្មីនឹងគឺត្រូវកាត់តាមភូមិយើងនឹងឯងតែលក្ខខណ្ឌគឺយើងត្រូវសង់ស្ពានមួយសម្រាប់សម្រួលការធ្វើដំណើរហើយភូមិយើងត្រូវរៃអង្គាសលុយសាងសង់ដោយខ្លួនឯងត្រូវរៃលុយច្រើនម្លេះតើខាងលើគេជួយឧបត្ថម្ភប៉ុន្មានដែរខាងលើគេនឹងជួយចេញថ្លៃសាងសង់ផ្លូវធំប៉ុន្តែស្ពាននេះគឺភូមិយើងត្រូវរៀបចំខ្លួនឯងមុនបើឆ្នាំនេះយើងរៀបចំមិនទាន់ទេឱកាសសាងសង់នេះនឹងធ្លាក់ទៅលើភូមិជិតខាងយើងវិញហើយបើផ្លូវនឹងធ្វើរួចហើយស្ពានក៏សង់ហើយទៀតនោះការធ្វើដំណើររបស់ពួកយើងនឹងស្រួលខ្លាំងណាស់ចុះអ្នកណាជាអ្នកចេញលុយ30,000ហ្នឹងផ្ទះឯងចេញមែនទេគ្រប់គ្នាជួយតាមលទ្ធភាពទៅស្ម័គ្រចិត្តជួយគ្នាទៅវិញទៅមកតិចក្តីច្រើនក្តីគឺចេញពីចិត្តផ្លែឈើដែលខ្ញុំដាំនៅផ្ទះខូចអស់ជាងពាក់កណ្ដាលទៅហើយផ្ទះខ្ញុំក៏ខាតបង់ធ្ងន់ធ្ងរដែរមិនដឹងទៅរកលុយឯណាមកជួយទៀតទេខ្ញុំចេញ5,000ចុះផ្លែឈើខូចមិនអីទេតែស្ពាននេះត្រូវតែមានបើគ្មានស្ពានទេឆ្នាំក្រោយក៏នៅតែខូចដែរ
ខ្ញុំក៏ចេញ5000ដែរឡានចាស់របស់ខ្ញុំលក់វាចោលហើយចាំខ្ញុំត្រឡប់ទៅពិភាក្សាជាមួយប្រពន្ធខ្ញុំសិនបុកសរុបទៅមិនដល់40000ផងក្តីសង្ឃឹមដែលទើបតែដុះឡើងត្រូវគេទះពន្លត់វិញបាត់មកពីភូមិលីនបាទខ្ញុំជាមេភូមិខាងទីរួមស្រុកឲ្យពួកយើងមកមើលគម្រោងថវិកាសម្រាប់សាងសង់ស្ពានភ្ជាប់ផ្លូវខេត្តបានចុះមកដល់ហើយត្រូវរៃអង្គាសខ្លួនឯង300,000រត់ឧបត្ថម្ភឲ្យ3លាននឹងមែនទេលក្ខខណ្ឌគឺថវិការៃអង្គាសត្រូវតែរួចរាល់មុនដំណាច់ឆ្នាំបើមិនទាន់ទេគម្រោងនេះនឹងត្រូវផ្ទេរទៅឲ្យភូមិលីដែលនៅក្បែរនេះវិញលោកមេការ300,000នឹងអាចកាត់បន្ថយខ្លះបានទេនេះជាលក្ខខណ្ឌតឹងរឹងកាត់បន្ថយ1សេនក៏មិនបានដែរភូមិអ្នកពីមុនមិនមែនមានអ្នកមានសមត្ថភាពម្នាក់ដែលចេញលុយផ្ទាល់ខ្លួនសាងសង់ស្ពានទេអាចសាកល្បងទៅរកគាត់មើលទៅអ្នកដែលសុខចិត្តចេញលុយជួយសាងសង់ស្ពានឲ្យអ្នកភូមិប្រើប្រាស់បែបនេះសម័យនេះពិតជាកុំរកបានណាស់គឺគាត់នឹងហើយដែលរុះរើស្ពានចាស់ចោលរុះរើចោលហេតុអ្វីចុះអាណាវីជាអ្នកផ្ដាំគំនិតហើយអ្នកណាជាអ្នកសរសេរលិខិតប្តឹងផ្តល់នឹងអ្នកបានឬហើយ300,000លិខិតប្តឹងផ្តល់របស់អ្នកមួយច្បាប់នឹងមានតម្លៃដល់ទៅ300,000ឯណោះខ្ញុំក៏មិនដឹងថាវាទៅជាបែបនេះដែរលោកលីយួនខ្ញុំកំពុងរងចាំអ្នកលោកលីនចាប់ពីពេលនេះទៅការរៀបចំផែនការបណ្ដាញផ្លូវទាំងអស់គឺសម្រេចលើលោកហើយអរគុណដែលអង្គភាពទុកចិត្តខ្ញុំនឹងសាងសង់ផ្លូវទៅកាន់កន្លែងដែលត្រូវការបំផុតលោកលីនរឿងដែលលោកធ្លាប់ចំណាយលុយផ្ទាល់ខ្លួនសាងសង់ស្ពាននៅតាមជនបទកាលពីមុនខ្ញុំធ្លាប់បានឃើញក្នុងឯកសារកត់ត្រារបស់វិស័យយើងលោកខំសន្សំលុយជាច្រើនឆ្នាំដើម្បីសាងសង់ដោយចិត្តស្មោះប៉ុន្តែបែរជាត្រូវអ្នកភូមិយកច្រឡំទៅវិញស្ពានចាស់នោះក៏ត្រូវគេឈប់ប្រើប្រាស់ហើយដោយសារតែខឹងពេកលោកក៏រុះរើស្ពានចាស់នោះចោលដែលការធ្វើបែបនេះពិតជាមានភាពតក់រហ័សបន្តិចមែនប៉ុន្តែប្រសិនបើការនោះលោកជ្រើសរើសការសម្របសម្រួលឬចុះចាញ់ដើម្បីផ្គប់ចិត្តអ្នកដែលមានមតិផ្ទុយគ្នាខ្ញុំប្រហែលជាមិនវិតម្លៃខ្ពស់លើលោកទេការកសាងជនបទមិនមែនពឹងឯតែលើជំនាញនោះទេគឺត្រូវពឹងលើភាពថ្លៃថ្នូរក្នុងការរស់នៅផងដែរលោកមានភាពអត់ធ្មត់បែបនេះចូលលោកហ៊ានធ្វើចុះខ្ញុំនឹងគាំទ្រលោកពេញទំហឹងនេះគឺជារបាយការណ៍នៃតំបន់ភូមិចាស់នោះលក្ខខណ្ឌភូមិសាស្ត្រមិនមានបញ្ហាទេអាចសាងសង់ផ្លូវថ្មីបានបើតាមផែនការចំណាយតិចបំផុតផ្លូវថ្មីនឹងត្រូវឆ្លងកាត់ត្រើយម្ខាងទៀតដែលការសាងសង់មានភាពងាយស្រួលហើយការរុះរើស្ទើរតែគ្មានវីជួយសន្សំសំចៃបាន20លានបើធៀបនឹងផែនការវាងផ្លូវប៉ុន្តែទីដែលភូមិចាស់របស់យើងនឹងក្លាយជាតំបន់ដាច់ស្រយាលផ្នែកចរាចរណ៍ទាំងស្រុងពួកឯងឆាប់មើលមកនេះជាសេចក្តីប្រកាសផែនការបណ្ដាញផ្លូវថ្មីរបស់ស្រុកយើងវាងផុតទៅហើយអីចឹងទៅមុខទៀតអ្នកខាងក្រៅកាន់តែមិនមកភូមិយើងហើយលោកនាយកមើលទិន្នន័យរបស់គេចេញមកអស់ហើយបើតាមគំនិតសាមញ្ញបំផុតផ្លូវថ្មីគួរតែក្រាលតាមមាត់ច្រាំងទន្លេម្ខាងទៀតវាងាយស្រួលជាងក្នុងការសាងសង់ហើយក៏មិនចាំបាច់រុះរើផ្ទះសម្បែងអ្នកភូមិដែរថាវិការក៏ចំណេញជាងផ្លូវវាងច្រើនដែរប៉ុន្តែបើធ្វើបែបហ្នឹងភូមិបុរាណនោះនឹងត្រូវដាច់ចេញពីផ្លូវធំតែម្ដងដំណោះស្រាយល្អបំផុតគឺដើរតាមច្រាំងម្ខាងទៀតតែវានឹងធ្វើឲ្យភូមិតកូលីត្រូវគេរំលងលោកនាយកតើយើងគួរពិចារណាផ្លូវវាងដែរឬទេទោះបីជាត្រូវចំណាយលុយបន្ថែម20លានក៏ដោយតែភូមិនឹងមិនខ្លាចជាផ្លូវតទេបើជ្រើសរើសផ្លូវវាងហើយចំណាយលុយបន្ថែម20លានតើថ្នាក់លើគេនឹងគិតយ៉ាងម៉េចទៅខ្ញុំទើបតែឡើងកាន់តំណែងការសម្រេចចិត្តដំបូងបែរជាធ្វើតាមអារម្មណ៍ទៅវិញខ្ញុំលែងចង់លក់ទៀតហើយផ្លូវនេះមិនមែនធ្វើឲ្យតែពួកគេទេគឺធ្វើឲ្យអ្នកដែលត្រូវការផ្លូវល្អទាំងអស់គ្នាលោកនាយកខាងការិយាល័យប្លង់គេកំពុងតាមដេញដល់ហើយមុនពេលចេញពីធ្វើការថ្ងៃនេះត្រូវតែដាក់របាយការណ៍ទៅឲ្យគេសម្រាប់តាមនឹងចុះលោកលីននឹងជាស្រុកកំណើតរបស់លោកមែនទេខ្ញុំដឹងហើយចាំបន្តិចរក្សាទុកប្លង់ផ្លូវវាងទុកផងក្រែងលោថ្ងៃក្រោយត្រូវការលោកមេភូមិគម្រោងផ្លូវថ្មីចេញមកហើយលោកមើលទៅគេវាងផ្លូវទៅហើយគេទៅផ្លូវភូមិលីវិញអត់ពាក់ព័ន្ធនឹងយើងទៀតទេចប់ហើយផ្ទះយើងខ្លាចជាផ្លូវតហើយលោកនិយាយពីអីរូបមុនរៀបចំផ្លូវថ្មីគេធ្វើកាត់មាត់ទន្លេគេវាងភូមិយើងបាត់ហើយខ្សែក្រហមនេះមែនទេខ្សែក្រហមនឹងគឺជាផ្លូវខេត្តឃើញទេហួសពីភូមិលីគេបត់ទៅផ្លូវក្រុងគឺខណ្ឌដោយទន្លេមួយខ្សែនឹងគេវាងទៅបាត់ហើយអញ្ចឹងមានន័យថាផ្លូវធំលែងកាត់ភូមិយើងហើយមែនទេលែងកាត់ហើយក្នុងឯកសារគេសរសេរច្បាស់ណាស់ដោយ